តើលោកអង្គរៈខ្ញុំនឹងធ្វើឲ្យលោកឯងទ្រាំមិនបានហើយសុំឈប់ដល់ខ្លួនឯងមិនខានទេបានអ្នកនាងខ្ញុំនឹងរងចាំមើលទទួលដំបងខ្ញុំទេលីដាស្ទុះទៅវីដំបងសំដៅទៅស្មារបស់ណារិនយ៉ាងកដៃលីដាហើយទីនាងមកក្បែរទ្រូងគេមុខរបស់ពួកគេទាំងពីរនៅចិត្តគ្នាយ៉ាងខ្លាំងលេងខ្ញុំភ្លាមទេលោកឯងនេះហ៊ានលុកលំប្រមាថខ្ញុំផងហ៎ខ្ញុំគ្រាន់តែចង់បង្រៀនអ្នកនាងឲ្យចេះការពារខ្លួនពេលមានអាសន្នតែប៉ុណ្ណោះបានអ្នកនាងចង់វាយត្រូវបាត់ខ្លួនរួចប្រើកែងដៃបុកមកក្រោយវិញបែបនេះមិនបាច់មកធ្វើជាបដៅខ្ញុំទេទៅរៀបចំខ្លួនឯងទៅចិត្តដល់ពេលយើងត្រូវចេញទៅខេត្តហើយឡានកំពុងតែបើកមើលស្រាប់តែមានសំឡេងកង់ឡានចាំខ្ញុំធ្វើឲ្យឡានរេទៅមកខាងមានរឿងអីហ្នឹងណារ៉ាហេតុអីបានជាឡានទៅវិញខ្លាំងម្ល៉េះណារ៉ាប្អែកឲ្យស្មាត់ខ្ញុំមកលើកទៅរឹងមាំឡើងណាខ្ញុំមិនទុកលោកចង់នៅទីនេះដាច់ខាតខ្ញុំនឹងនាំលោកទៅជួបគ្រូពេទ្យរឿងអង្គរៈបេះដូងណារិនដល់ចូលមកនៅក្នុងភូមិគ្រឹះដោយភាពជឿជាក់ស្លៀកពាក់អាវធំពណ៌ខ្មៅរាងខ្ពស់ស្រឡះនិងមានទឹកមុខមើងម៉ាត់មកដល់ហើយអីណារិនមកចូលអង្គុយសិនមកកុំធ្វើខ្លួនដូចជាអ្នកដតីអីណាខ្ញុំទុកចិត្តឯងខ្លាំងណាស់ទើបហៅឯងមកជួយការងារនេះបានលោកពូអរគុណលោកពូណាស់ដែលនៅតែផ្ដល់តម្លៃឲ្យខ្ញុំតើការងារដែលលោកពូចង់ឲ្យខ្ញុំជួយធ្វើនោះជាការងារអីដែរបានគឺគ្មានអីក្រៅពីជួយមើលថែសុវត្ថិភាពឲ្យកូនស្រីទីមួយកូនរបស់ខ្ញុំនោះទេនាងរឹងរូសបន្តិចឯងប្រហែលជាត្រូវនឿយហត់ជាមួយនាងហើយភ្លាមនោះសំឡេងស្បែកជើងកែងខ្ពស់បន្លឺឡើងពីលើជណ្ដើរលីដាបានដើរចុះមកក្នុងរោសពណ៌ក្រហមឆ្អៅមើលទៅស្រស់ស្អាតតែមានរឹកពីឆ្មាំងឆ្មៃប៉ាតាមម្នាក់នេះជាអ្នកណាទៅកុំប្រាប់កូនថេប៉ារកអង្គរៈមកតាមរំខានសេរីភាពកូនទៀតហើយណាលីដានិយាយឲ្យមានសុជីវធម៌បន្តិចទៅនេះគឺនរិនជាអតីតទាហានឆ្នើមហើយចាប់ពីថ្ងៃនេះទៅគេនឹងនៅក្បែរឯង24ម៉ោងដើម្បីការពារសុវត្ថិភាពការពារឬក៏ប៉ាចង់ដាក់អ្នកមកតាមខ្លំមើលកូនឲ្យប្រកាសទៅមើលតែគេចោះមកមកដូចថ្មភ្នំបាននៅចិត្តកូនច្បាស់ជាថប់ដង្ហើមស្លាប់មិនខានទេជំរាបសួរនាងលីដាខ្ញុំមកទីនេះតាមបញ្ជារបស់លោកពូសុគន្ធភារកិច្ចរបស់ខ្ញុំគឺធានាថានាងនឹងមិនមានសូម្បីតែស្នាមឆ្កូតលើស្បែកស្ដាប់ទៅអស្ចារ្យណាស់លោកអង្គរៈចុះបើខ្ញុំចង់ដើរលេងជាមួយមិត្តភ័ក្តិតើលោកឯងចង់ទៅឈប់មើលធ្វើជាបង្គោលកណ្ដាលវងរំមែនទេបានបើវាជាកន្លែងដែលនាងទៅហើយមានហានិភ័យខ្ញុំនឹងនៅទីនោះដោយមិនឲ្យឃ្លាតមួយជំហានឡើយប៉ាកូនមិនព្រមទេកូនមិនចង់បានមនុស្សដែលដឹងតែពីបទបញ្ជាមិននៅក្បែរខ្លួនបែបនេះទេមើលតែគេទៅគ្មានភាពស៊ីវិល័យបន្តិចសោះនេះជាការសម្រេចចិត្តរបស់ប៉ាឯងគ្មានសិទ្ធិប្រកែកទេនរិនយកវេលីឡើងទៅបន្ទប់ក្បែរបន្ទប់លីដាទៅបន្តិចទៀតនាងត្រូវទៅពិនិត្យគម្រោងនៅឯខេត្តឯងត្រូវរួមដំណើរជាមួយនាងដែរណារិនអោនក្បាលទទួលបទបញ្ជាដោយភាពស្ងប់ស្ងាត់ចំណែកលីដាខឹងសម្បាយ៉ាងខ្លាំងនាងដើរទៅក្បែរណារិនហើយសម្លឹងចំភ្នែកគេចាំមើលទៅលោកអង្គរៈខ្ញុំនឹងធ្វើឲ្យលោកឯងទ្រាំមិនបានហើយសុំឈប់ដល់ខ្លួនឯងមិនខានទេបាននាងខ្ញុំនឹងរងចាំមើលលីដាដើរចេញមកសួនច្បារក្នុងឈុតកីឡាបានមានបំណងចង់ធ្វើបាបណារិនឈប់ពីការងារនឹងកាន់ដំបងវីកូនគោលមកជាមួយផងដែរនេះលោកអង្គរៈថ្មភ្នំបានលោកឯងពូកែខាងការពារមែននោះមកសាកក្បាច់កូនជាមួយខ្ញុំបន្តិចមើលបានលោកឯងចាញ់នោះត្រូវតែដើរចេញពីផ្ទះនេះភ្លាមខ្ញុំមិនអាចវាយតប់ជាមួយចវាយនាយខ្លួនឯងបានទេព្រោះវាមិនមែនជាក្រមសីលធម៌របស់ខ្ញុំកុំមកដោះសារអីទទួលដំបងខ្ញុំទៅលីដាស្ទុះទៅវីដំបងសំដៅទៅស្មារបស់ណារិនយ៉ាងលឿនប៉ុន្តែណារិនវិញនោះគេចផុតយ៉ាងរហ័សរួចប្រើដៃម្ខាងចាប់ទប់កដៃលីដាហើយទីនាងមកក្បែរទ្រូងគេមុខរបស់ពួកគេទាំងពីរនៅចិត្តគ្នាយ៉ាងខ្លាំងលីដាធ្លាក់ភ្នែកស្លុតខណៈដែលណារិនសម្លឹងមើលនាងដោយភាពមើងម៉ាត់ការវាយប្រហារពីមុខបែបនេះងាយនឹងត្រូវគេចាប់បានណាស់នាងបើប៉ះសត្រូវពិតប្រាកដនាងនឹងត្រូវគេបំបាក់ដៃជាមិនខានលេងខ្ញុំភ្លាមទេលោកឯងនេះហ៊ានលុកលំប្រមាថខ្ញុំផងហ៎ខ្ញុំគ្រាន់តែចង់បង្រៀននាងឲ្យចេះការពារខ្លួនពេលមានអាសន្នតែប៉ុណ្ណោះបើនាងចង់វាយត្រូវបាត់ខ្លួន
រួចប្រើកាញ់ដៃបុកមកក្រោយវិញបែបនេះ មិនបាច់មកធ្វើជាបដៅខ្ញុំទេទៅរៀបចំខ្លួនអញទៅចិត្តដល់ពេលយើងត្រូវចេញទៅខេត្តហើយវិបុលអង្គុយលើសាឡុងទឹកមុខពោពេញទៅដោយកំហឹងដៃកាន់កៅស្រាអង្រួនទៅមកដោយមានកូនចៅម្នាក់ឈររីកាពីខាងមុខគេ ច្បាយខាងលោកប្រធានសគុណគាត់បានដាក់ដេញថ្លៃគម្រោងថ្មីទៅឲ្យក្រុមហ៊ុនផ្សេងហើយបើច្បាយមិនបញ្ញាប់រៀបការជាមួយនឹងនាងលីដាដើម្បីកសោបយកក្រុមហ៊ុនទេក្រុមហ៊ុនយើងច្បាស់ជាខ្សែឈុនមិនខានអាណាចង់ពជាពេលគឺនាងកូនស្រីរឹងរូសរបស់វានឹងហើយដែលមិនព្រមចុះកិច្ចសន្យារៀបការជាមួយអញហើយឥឡូវនេះវាកំពុងតែធ្វើដំណើរទៅខេត្តជាមួយអង្គរៈមុខថ្មីម្នាក់នោះទៀតចុះច្បាយចង់ឲ្យពួកយើងធ្វើបែបណាទើបនាងលីដាព្រមទុនចិនខ្លាចច្បាយនោះពួកឯងទៅជួលឡានរួចតាមទៅបាញ់កង់ឡានវាឲ្យធ្លាក់ផ្លូវនៅកន្លែងដាច់សយ៉ាលធ្វើពុតជាឡោមព័ទ្ធបាញ់សម្លាប់នាងលីដាទៅចាំអញចេញមុខទៅជួយវាធ្វើជាវីរៈបរោះនៅនាទីចុងក្រោយធ្វើបែបនេះទាំងចាស់ទុំទាំងនាងលីដាច្បាស់ជាដឹងគុណអញហើយព្រមរៀបការជាមួយអញភ្លាមជាមិនខាន កូនចៅអោនក្បាលទទួលបញ្ជាឬក៏បានដើរចេញទៅបន្សល់ទុកវិបុលសាច់យ៉ាងកំណាចម្នាក់ឯងនៅក្នុងបន្ទប់ងងឹតតែម្ដងឡានសេរីទំនើបបានឈប់នៅមុខផ្ទះអ្នកភូមិម្នាក់ព្រោះលីដាចង់ឈប់សម្រាកនិងថតរូបលេងអីធុញណាស់ជិះឡានជើពេកចុកចកែអស់ហើយណែលោកអង្គរៈទៅទិញទឹកក្រូចឲ្យខ្ញុំមួយដបមក បាទនាងសូមនាងអង្គុយចាំនាទីនេះហើយណាកុំដើរទៅណាឆ្ងាយឲ្យសោះ ណារិនបានដើរទៅហាងទំនិញតូចមួយស្រាប់តែឃើញលោកយាយចាស់ម្នាក់កំពុងតែលើកកញ្ជើអស់យ៉ាងធ្ងន់ណារិនមិនស្ទាក់ស្ទើរឡើយគេប្រញាប់ស្ទុះទៅជួយលើកអស់នោះហើយជូនលោកយាយទៅដល់ផ្ទះដោយស្នាមញញឹមលីដាឈរមើលពីចម្ងាយទឹកមុខដែលធ្លាប់តែឆ្មាំងឆ្មៃប្រែជាស្រទន់បន្តិចនាងនិយាយម្នាក់ឯងថាមនុស្សដូចថ្មភ្នំបែបនេះចេះជួយទុក្ខរៈអ្នកដទៃដែរតាមើលតែគេញញឹមហាក់ដូចជាមានភាពកក់ក្ដៅម្យ៉ាងដែរណារិនដើរត្រឡប់មកវិញជាមួយនឹងទឹកក្រូចមួយកែវហើយហុចឲ្យលីដា អ្នកបានទឹកក្រូចរបស់នាងសុំទោសដែលឲ្យចាំយូរបន្តិចទៀតយើងត្រូវចាញ់ដំណើរបន្តមេឃចិត្តងងឹតហើយផ្លូវខាងមុខដូចជាមិនសូវស្រួលទេ លោកឯងញឹកញាប់ធ្វើបែបហ្នឹងមែនទេជួយអ្នកដទៃតែដែលគេមិនសមម៉េ អូ វាជាទម្លាប់របស់ខ្ញុំតាំងពីនៅក្នុងជួរទាហានបានការពារជីវិតមនុស្សមិនមែនធ្វើឡើងតែពេលដែលមានអាវុធនៅក្នុងដៃនោះទេសូម្បីតែការជួយរឿងតូចតាចក៏ជាការការពារក្តីសុខគេដែរ និយាយស្ដាប់ទៅដូចជាគ្រូបកកាយបដៅណាស់តោះចេញដំណើរទៅកុំឲ្យជប់ពេកខ្ញុំមិនចូលចិត្តកន្លែងងងឹតទេលីដាដើរឡើងឡានប៉ុន្តែនាងលួចសម្លឹងមើលណារិនតាមកញ្ចក់មើលក្រោយដោយអារម្មណ៍ប្លែកម្យ៉ាងដែលនាងមិនធ្លាប់មានពីមុនឡានកំពុងតែបើកវងស្រាប់តែមានសម្លេងរបស់ឡានចាស់ធ្វើឲ្យឡានរេទៅមកខាងមានរឿងអីហ្នឹងណារិនហេតុអីបានជាឡានគឺវៃខ្លាំងម្ល៉េះជួយផងនាងអោនចុះកុំងើបក្បាលឲ្យសោះមានគេបាញ់កង់ឡានយើងហើយនាងលីដាបើកទ្វារឡានខាងឆ្វេងរួចរត់ទៅពួននឹងក្រោយដើមឈើធំនោះឲ្យលឿនខ្ញុំនឹងទប់ទល់ពួកគេឲ្យទេខ្ញុំខ្លាចណាស់ខ្ញុំមិនហ៊ានចេញទៅទេណារិនជួយខ្ញុំផងទេកុំភ័យជឿជាក់លើខ្ញុំចុះខ្ញុំនឹងរាប់ដល់3 1 2 3រត់ទៅលីដាប្រយ័ត្នណារិនលោកត្រូវក្របហើយឈាមច្រើនណាស់ខ្ញុំមិនអីទេនាងឆាប់ចូលទៅពួននៅក្នុងកពតព្រៃខាងនោះទៅកុំចាញ់មកឲ្យសោះណារិនទ្រាំការឈឺចាស់
បាញ់តតាំងរហូតដល់ក្រុមចៅដែលនៅតែខំឃើញថាមិនស្រួលនោះឡើយក៏នាំគ្នាដកថយចូលទៅក្នុងព្រៃបាត់ទៅណារិនដកដង្ហើមធំឬក៏បាត់ដួលសន្លប់បាត់ស្មារតីនៅក្បែរជើងរបស់លីដាដោយសារតែបាត់បង់ឈាមជាច្រើនណារិនភ្ញាក់ឡើងកុំស្លាប់ចាប់ខ្ញុំអីណាខ្ញុំសុំទោសដែលធ្លាប់និយាយអាក្រក់ដាក់លោកជួយផងអ្នកណាក៏បានដែរជួយផងសម្រែកយំសោករបស់លីដាបន្លឺឡើងកណ្ដាលព្រៃស្ងាត់ជ្រងំនាងលើកក្បាលណារិនមកកាយលើផ្លូវទាំងហូរទឹកភ្នែកសស្រាក់តែម្ដងណារិនបែរទៅស្មាត់ខ្ញុំមកលើកទៅរឹងមាំឡើងណាខ្ញុំមិនទុកលោកចោលនៅទីនេះដាច់ខាតខ្ញុំនឹងនាំលោកទៅជួបគ្រូពេទ្យណារិនងើបភ្នែកឡើងបន្តិចទាំងខ្សោយកម្លាំងឈាមនៅតែហូរស្រក់តាមដៃអាយរបស់គេមិនខកសោះឡើយនាងលីដាលេងខ្ញុំតែពួកវាអាចនឹងត្រឡប់មកវិញបើនាងគ្រាខ្ញុំបែបនេះយើងទាំងពីរនាក់ច្បាស់ជាត្រូវស្លាប់មិនខានទុកខ្ញុំនៅកន្លែងនេះចុះមិនប៉ុន្តែខ្ញុំមិនព្រមឡើយលោកហ៊ានលះបង់ជីវិតដើម្បីការពារខ្ញុំចុះហេតុអីបានជាខ្ញុំមិនអាចជួយលោកពេញបាននោះទោះបីជាត្រូវស្លាប់ក៏ស្លាប់ជាមួយគ្នាដែរលីដាប្រើកម្លាំងទាំងអស់ដែលមានអោបចង្កេះណារិននិងដើរទៅមុខទាំងដៀលទាំងនេះរហូតដល់ឃើញពន្លឺចង្កៀងតូចមួយពីចម្ងាយគឺជាផ្ទះឈើចាស់មួយខ្នងណារិនមើលចុះមានផ្ទះមនុស្សនៅខាងមុខហើយយើងមានសង្ឃឹមហើយណាណារិនដេកនៅលើគ្រែចាស់មួយអាវធំរបស់គេត្រូវបានដោះចេញសល់តែអាវវាលនៅក្នុងដែលមានឈាមជ្រាបតាមបង់រំរបួសទៀតផងលីដាអង្គុយក្បែរគ្រែដៃកាន់កន្សែងជូតទឹកភ្នែកបណ្ដាជូតញើសបណ្ដាឲ្យណារិនប៉ុន្តែទឹកមុខរបស់នាងពោពេញដោយភាពបារម្ភនិងខ្វល់ខ្វាយផងដែរតើសុំទឹកបន្តិចលីដាលឺភ្លាមក៏ប្រញាប់ស្ទុះទៅចាក់ទឹកមួយកែវមករួចលើកក្បាលណារិនឡើងដើម្បីបញ្ចុកទឹកគេទាំងក្តីបារម្ភណារិនលោកដឹងខ្លួនហើយមែនទេលោកចាំមិនទៅហើយឈឺរបួសខ្លាំងទេខ្ញុំមិនអីទេនាងចុះនាងវិញនោះមានត្រូវត្រង់ណាដែរទេពួកវាត្រឡប់មកវិញទេខ្ញុំមិនអីទេគ្មានរបួសត្រង់ណាឡើយពួកវាហាក់ដូចជាដកថយអស់ហើយម្ចាស់ផ្ទះនេះគាត់បានជួយលាក់យើងណាលោកឯងនេះពិតជាឈួតមែនហេតុអីក៏ទៅរងក្របជំនួសខ្ញុំធ្វើអីទេវាជាតួនាទីរបស់ខ្ញុំបានលោកពូសគុណទុកចិត្តលើខ្ញុំមិនអាចឲ្យនាងមានគ្រោះថ្នាក់នៅចំពោះមុខខ្ញុំបានទេតួនាទីឯងលោកគិតតែពីតួនាទីនឹងបាត់បញ្ជាបាត់នឹងរហូតមែនទេចប់បាត់ជីវិតរបស់លោកត្រូវបាត់បង់ដោយសារខ្ញុំនោះតើមានតម្លៃដែរទេសម្រាប់ខ្ញុំជីវិតទាហានម្នាក់ដែលគ្មានសាច់ញាតិដូចជាខ្ញុំបើបានការពារមនុស្សម្នាក់ឲ្យមានសុវត្ថិភាពវាមានតម្លៃបំផុតហើយលោកគ្មានសាច់ញាតិទេមែនទេសំទោសណាកន្លងមកខ្ញុំតែងតែគិតថាលោកគឺជាមនុស្សដែលគ្មានបេះដូងគិតតែពីលុយនិងការងារបានមិនអីទេខ្ញុំស៊ាំនឹងការរស់នៅម្នាក់ឯងហើយចុះនាងវិញនោះហេតុអីបានជាចូលចិត្តធ្វើរឹកពីខ្លាំងដាក់អ្នកដទៃម្ល៉េះមកពីខ្ញុំឯកាពេកតាំងតែពីម៉ាក់ចែកឋានទៅប៉ាគិតតែពីកម្រងចំនួនគ្មានអ្នកណាស្ដាប់ខ្ញុំប៉ាត់ប្រកាសទេអ្នកដែលចូលមកចិត្តខ្ញុំនោះភាគច្រើនក៏ព្រោះតែទ្រព្យសម្បត្តិខ្ញុំត្រូវធ្វើខ្លួនឯងជារឹងមាំដើម្បីការពារខ្លួនឯងប៉ុណ្ណោះណារិនសម្លឹងមើលលីដាដោយខ្សែភ្នែកទន់ភ្លន់និងយល់ចិត្តគេលើកដៃដែលទន់ខ្សោយទៅប៉ាដៃលីដាស្រាលចាប់ពីថ្ងៃនេះទៅនាងមិនមែននៅម្នាក់ឯងទៀតទេទោះមានរឿងអីក៏មានខ្ញុំឈរនៅខាងមុខនាងជានិញលីដាមិនដកដៃចេញទេនាងងក់ក្បាលទាំងទឹកភ្នែកហូរដោយភាពរំភើបនិងកក់ក្ដៅក្នុងចិត្តផងដែរណារិនព្យាយាមដើរចេញមកអង្គុយនៅលើបង់ឈើនៅខាងមុខផ្ទះតាំងពិបាកនៅក្នុងខ្លួនព្រោះរបួសនៅឈឺចាប់ចំណែកលីដាដែលកាន់ចានបបរតូចមួយចេញពីក្នុងផ្ទះបាយនេះរបួសលោកមិនតន់ជាទេហេតុអីក៏ប្រញាប់ដើរចេញមកក្រៅម្លេះមកអង្គុយឲ្យស្ងៀមទៅហើយញ៉ាំបបរនេះទៅនាងធ្វើបបរនេះដោយខ្លួនឯងមែនទេបាន
មើលទៅនៅនាងដូចជាមិនចេះធ្វើម្ហូបសោះ មែនហើយនេះគឺជាលើកទី1ក្នុងជីវិតរបស់ខ្ញុំដែលបានចូលផ្ទះបាយធ្វើម្ហូបឲ្យអ្នកដទៃញ៉ាំនោះបើមិនឆ្ងាញ់ក៏ត្រូវតែញ៉ាំឲ្យអស់ដែរព្រោះខ្ញុំខំប្រឹងធ្វើណាស់លីដាដួសបបរមួយស្លាបព្រារួចផ្លុំតិចតិចហើយហុចទៅមាត់របស់ណារិនសម្លឹងមើលនាងទាំងហួសចិត្តប៉ុន្តែក៏ព្រមញ៉ាំទាំងស្នាមញញឹម ឆ្ងាញ់ណាស់នៅនាងមិននឹកស្មានតកូនស្រីអភិជនដូចជានៅនាងចេះមើលថែអ្នកដទៃបានល្អបែបនេះសោះ មកពីអ្នកដែលខ្ញុំត្រូវមើលថែគឺជារូបលោកឆាប់ហៅខ្ញុំថាជាអ្នកនាងទៅហើយខ្ញុំថាលីដាបានហើយព្រោះយើងបានឆ្លងកាត់រឿងស្លាប់រស់ជាមួយគ្នារួចហើយណារិនងក់ក្បាលយល់ព្រមខណៈដែលពួកគេទាំងពីរសម្លឹងមើលគ្នាទៅវិញទៅមកដោយភាពកក់ក្ដៅនិងស្និទ្ធស្នាលជាងមុនឆ្ងាយណាស់ភ្ញៀវកិត្តិយសស្លៀកពាក់ហឺហាដើរចុះឡើងលោកសកុនឈរក្បែរលីដាដែលស្លៀកពាក់រ៉ូបរីត្រីស្រមោលសយ៉ាងស្អាតដាច់គេណារិនឈរជាមនៅជ្រុងម្ខាងនៃសាលពិធីរបួសត្រង់ស្មាមិនតាន់ជាសះស្បើយឡើយប៉ុន្តែគេនៅតែព្យាយាមឈរត្រង់ខ្លួននៅក្នុងឯកសណ្ឋានអង្គរៈទៀតផង សូមអរគុណភ្ញៀវកិត្តិយសទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមានសេចក្តីសោមនស្សណាស់ដែលបានប្រកាសពីការភ្ជាប់ពាក្យរបស់កូនស្រីខ្ញុំលីដាជាមួយនឹងក្មួយប្រុសវិបុលដែលជាកូនប្រុសលោកអុកញ៉ាធនធាន សំឡេងតែដៃបន្លឺឡើងកណ្ដាលចលាចលវិបុលដើរចេញមកដោយស្នាមញញឹមពុតត្បត់គេកាន់ដៃលីដាហើយថើបស្រាលលីដាព្យាយាមទាញដៃចេញទាំងបង្ខំចិត្តភ្នែករបស់នាងមិនបានសម្លឹងមើលវិបុលទេគឺគេសម្លឹងទៅរកណារិនដែលឈរនៅពីចម្ងាយប៉ាកូនប្រាប់ប៉ាហែងតាកូនមិនតាន់ចង់គិតពីរឿងនេះទេហេតុអីបានជាប៉ាធ្វើបាបកូនបែបនេះ លីដាស្ងាត់ភ្លាមទៅនេះជាមុខមាត់គ្រួសារនិងអនាគតជំនួញរបស់យើងវិបុលគឺជាមនុស្សដ៏សមរម្យបំផុតសម្រាប់កូនហើយ ណារិនឈរមើលទស្សនភាពនោះពីចម្ងាយបេះដូងរបស់គេអ៊ូលណែនគេដឹងខ្លួនច្បាស់ថាខ្លួនឯងត្រឹមតែជាអង្គរៈក្រីក្រម្នាក់មិនអាចប្រៀបជាមួយអ្នកមានបុណ្យស័ក្តិបានឡើយ នៅនាងលីដាសង្ឃឹមថានៅនាងនឹងមានសេចក្តីសុខចុះមនុស្សដូចខ្ញុំមានសិទ្ធិត្រឹមតែមើលថែនៅនាងពីចម្ងាយប៉ុណ្ណោះ លីដាដើរញាប់ជើងចេញមកសួនច្បារឃើញថាណារិនកំពុងតែឈរជក់បារីទាំងទឹកមុខស្រងត់ស្រងាត់ផងដែរណារិនហេតុអីក៏លោកមកឈរទីនេះលោកឃើញរឿងអំបញ្ញមិញហើយមែនទេហេតុអីក៏លោកមិននិយាយអ្វីសោះ ជំរាបសួរនៅនាងលីដាខ្ញុំឃើញហើយបានលោកវិបុលគេជាមនុស្សមានឋានៈខ្ពង់ខ្ពស់សមស្របនឹងនៅនាងខ្លាំងណាស់ខ្ញុំសូមជូនពរឲ្យនៅនាងមានសេចក្តីសុខ លោកមិននិយាយចេញមកបានយ៉ាងម៉េចលោកដឹងទេថាខ្ញុំមិនបានស្រឡាញ់គេទេអ្វីដែលបេះដូងខ្ញុំត្រូវការលោកពិតជាមិនដឹងឬក៏ធ្វើជាមិនដឹងនោះ នៅនាងកុំនិយាយអញ្ចឹងទៀតអីការពិតគឺខ្ញុំជាអង្គរៈចំណែកនៅនាងជាកូនស្រីអភិជនរវាងយើងទាំងពីរនាក់មានរបងឋានៈខណ្ឌដាច់ពីគ្នាស្រឡះ ខ្ញុំមិនខ្វល់រឿងឋានៈទេថ្ងៃដែលលោកងើបមកទទួលក្របកំភ្លើងជំនួសខ្ញុំនោះថ្ងៃដែលយើងនៅផ្ទះចាស់តើលោកគ្មានអារម្មណ៍បន្តិចសោះទេមែនទេណារិនក្រវីក្បាលទាំងបេះដូងខ្ទេចខ្ទាំគេបានព្យាយាមធ្វើទឹកមុខឲ្យត្រជាក់ស្រទុំបំផុតទោះបីជាភ្នែករបស់គេរកលចង់ស្រក់ទឹកភ្នែកទៅហើយ គ្មានទេបានទាំងនោះគ្រាន់តែជាភារកិច្ចឥឡូវនេះនៅនាងមានលោកវិបុលមកមើលថែហើយដូច្នេះភារកិច្ចរបស់ខ្ញុំក៏ត្រូវបញ្ចប់ដែរខ្ញុំបានដាក់ពាក្យសុំឈប់ពីលោកពូសុគន្ធរួចហើយថ្ងៃស្អែកខ្ញុំនឹងចាកចេញទៅ លោកពិតជាមនុស្សចិត្តដាច់មែនល្អហើយបើលោកចង់ទៅលោកទៅឲ្យឆ្ងាយទៅខ្ញុំលែងចង់ឃើញមុខលោកទៀតហើយលីដាជុំខ្សឹបខ្សួលឬក៏បានត្រឡប់ទៅខាងក្នុងវិញទុកឲ្យណារិនឈរធ្លាក់ដៃចុះទាំងភាពឈឺចាប់គេក៏បានសម្លឹងមើលស្រមោលនាងបាត់ទៅនៅក្នុងពន្លឺភ្លើងលីដាដើរចូលមកដល់ក្នុងបន្ទប់ធ្វើការរបស់ឪពុកទាំងទឹកមុខស្រពោនព្រោះមិនតាន់បាត់ខូចចិត្តនឹងរឿងណារិនចាក់ចេញទៅនាងឃើញទូរស័ព្ទរបស់វិបុលភ្លេចនៅលើតុធ្វើការស្រាប់តែមានសារសំឡេងបានផ្ញើចូលមក ច្បាយផែនការលើកមុនដែលច្បាយឲ្យពួកខ្ញុំធ្វើពុតជាឡោមព័ទ្ធបាញ់ឡាននៅនាងលីដាដើម្បីឲ្យច្បាយចេញមុខទៅជួយយកមុខនោះវាខូចការអស់ហើយព្រោះអាអង្គរៈម្នាក់នោះវាខ្លាំងពេកបាញ់ត្រូវពួកខ្ញុំស្លាប់ម្នាក់ទៀតឥឡូវនេះប៉ូលីសកំពុងតែតាមរកពួកខ្ញុំ
ច្បាយត្រូវប្រញាប់ផ្ញើលុយឲ្យពួកខ្ញុំរត់ការលឿនណាស់ លីដាបើកភ្នែកធំទាំងក្តីរន្ធត់ដៃរបស់នាងញ័រទៅត្រឹកស្ទើរតែជ្រុះទូរស័ព្ទពីដៃទៅហើយវិបុលអញជាមនុស្សដែលរឆានសោះអញរៀបគម្រោងការសម្លាប់មនុស្សដើម្បីទៅចង់បានបេះដូងខ្ញុំនិងទ្រព្យសម្បត្តិប៉ែរបស់ខ្ញុំទេចុះណារិនត្រូវរងគ្រាប់ស្ទើរតែស្លាប់ក៏ព្រោះតែល្បិចកលថោកទាបរបស់អញដែរភ្លាមនោះលោកសកុននិងវិបុលបានដើរចូលមកដល់ក្នុងបន្ទប់ទាំងញញឹមផងដែរលីដាក្រវ៉ាត់ទូរស័ព្ទទៅលើទ្រូងរបស់វិបុលទាំងកំហឹងរួចក៏បានស្រែកខ្លាំងអូនលីដាហើយមកធ្វើអីក្នុងបន្ទប់ប៉ាទាំងព្រឹកអញ្ចឹងអូនចាំបងនាំទៅញ៉ាំឆ្ងាញ់ណា កុំមកប៉ះខ្លួនខ្ញុំមនុស្សផុតផុតថោកទាបដូចជាឯងនេះសំតែនៅក្នុងកុកទេប៉ាមើលមកវាច្បាស់ទេវានេះហើយគឺជាអ្នកដែលជួលចោលមកបាញ់សម្លាប់កូននៅខេត្តនោះហ៎លីដាអញនិយាយពីរឿងអីហ្នឹងតើអញមានភ័ស្តុតាងទេភ័ស្តុតាងនៅក្នុងទូរស័ព្ទវានឹងហើយបើប៉ាចង់ដឹងនោះប៉ាស្ដាប់ខ្លួនអញទេខ្ញុំមិនរៀបការជាមួយមនុស្សដែលរឆានបែបនេះជាដាច់ខាតហើយចាប់ពីថ្ងៃនេះតទៅគ្មានអ្នកណាអាចបង្ខំចិត្តខ្ញុំបានទេវិបុលមកប្រាយជាស្លេកស្លាំងនិយាយមិនចេញចំណែកលីដារត់ចេញពីបន្ទប់យ៉ាងលឿនសម្ដៅទៅឡានរបស់នាងដើម្បីទៅតាមរកណារិនលោកសកុនយកទូរស័ព្ទមកស្ដាប់សារសំឡេងនោះម្ដងទៀតទឹកមុខរបស់គាត់ប្រែជាក្រហមខឹងខ្លាំងនិងបានដើរទៅតែកំភ្លៀងវិបុលពេញមួយទំហឹងអើយវិបុលអញហ៊ានធ្វើរឿងថោកទាបបែបនេះដាក់កូនស្រីយើងផងហ៎យើងទុកចិត្តឯងព្រោះគិតថាឯងជាមនុស្សល្អមិននឹកស្មានថាឯងមានគំនិតពឹសពុលចង់សម្លាប់កូនស្រីយើងសោះលោកពូស្ដាប់ខ្ញុំពយល់សិនលោកពូខ្ញុំធ្វើបែបនេះក៏ព្រោះតែខ្ញុំស្រឡាញ់លីដាខ្លាំងពេកទើបចង់ធ្វើជាវីរៈបុរសទៅជួយសង្គ្រោះនាងឲ្យនាងចាប់អារម្មណ៍មកលើខ្ញុំឈប់និយាយទៅសេចក្តីស្រឡាញ់របស់ឯងវាជាសេចក្តីស្រឡាញ់របស់សត្វគម្រោងការជំនួញទាំងអស់រវាងយើងត្រូវលុបចោលចាប់ពីថ្ងៃនេះតទៅឯងរៀបចំខ្លួនទៅដេកនៅក្នុងគុកទៅអាវិបុលណារិនស្លៀកពាក់អាវយឺតធម្មតាស្ពីកាតាខោអាវចាស់មួយដែលសម្ដៅទៅរកឡានឈ្នួលដែលហៀបនឹងចាក់ចេញដំណើរទៅខេត្តទៅហើយលីដាបានបើកឡានមកដល់បាក់ទ្វារស្ទុះរត់ចុះមកទាំងសក់ក្បាលរញ៉េរញ៉ៃភ្នែកឡានក្រហមព្រោះជុំខ្លាំងនាងក្រឡេកមើលណារិនគ្រប់ទិសទីណារិនលោកអ្នកណាទេណារិនកុំតន់ទៅចោលខ្ញុំអីណារិនឮសំឡេងដែលធ្លាប់ស្គាល់គេបានងាកមកក្រោយឃើញលីដាកំពុងរត់ដួលគេក៏បានទម្លាក់កាតាបចុះស្ទុះទៅរកនាងនាងលីដាហេតុអីក៏នាងមកទីនេះមនុស្សរញ៉េរញ៉ៃណាស់នាងមិនសមមកទីនេះទេខ្ញុំមិនទៅណាទាំងអស់បើលោកទៅខេត្តណាស្រុកណាភូមិណានោះក៏ខ្ញុំទៅតាមលោកដែរខ្ញុំដឹងរឿងគ្រប់យ៉ាងអស់ហើយគឺថាវិបុលគឺជាអ្នកធ្វើបាបពួកយើងណារិនកុំដេញខ្ញុំទៅចោលលោកទៀតអីបានទេខ្ញុំខ្លាចណាស់ណារិនឈរថ្មឹងខ្លួនមួយសន្ទុះទឹកភ្នែកដែលគេធ្លាប់តែទប់នោះក៏បានហូរស្រក់មកគេងាកខ្លួនមកអោបលីដាវិញទាំងក្តីអាណិតនិងស្រឡាញ់ពេញបេះដូងនាងខ្ញុំជាមនុស្សក្រីក្រម្នាក់គ្មានអ្វីអាចឲ្យនាងសុខស្រួលដូចជាមុនទេណាតើនាងពិតជាព្រមរស់នៅលំបាកជាមួយខ្ញុំមែនទេលំបាកយ៉ាងណាក៏ដោយក៏ខ្ញុំព្រមដែរឲ្យតែមានលោកនៅក្បែរខ្ញុំមិនត្រូវការអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំមកបង្កប់បញ្ជាជីវិតរបស់ខ្ញុំទេខ្ញុំត្រូវការតែអង្គរៈបេះដូងម្នាក់នេះមកជួយមើលថែបេះដូងដល់ឯការបស់ខ្ញុំតែម្នាក់គាត់បាននាងមិនលេងដៃខ្ញុំក៏មិនទៅណាទៀតដែរខ្ញុំនឹងប្រើជីវិតដែលសល់ពីក្របកំភ្លើងនោះមកមើលថែនាងវិញណារិននិងលីដាដើរកាន់ដៃគ្នាយ៉ាងផ្អែមល្ហែមទៅលើវាលស្មៅលីដាញញឹមយ៉ាងស្រស់ស្រាយដែលមិនធ្លាប់មានពីមុនមកទេណារិនមកទៅទីនោះចុះស្អាតខ្លាំងណាស់រស់នៅទីនេះពិតជាមានក្តីសុខជាងនៅភូមិក្រីធំនោះឆ្ងាញ់ណាស់អរគុណលោកហើយណាដែលប្រងបើកបេះដូងទទួលខ្ញុំចូលក្នុងជីវិតរបស់លោកនោះគឺខ្ញុំឯនេះវិញទេដែលត្រូវអរគុណនាងនោះអរគុណដែលនាងមិនប្រកាន់ឋានៈហើយព្រមផ្ដល់ឱកាសឲ្យអតីតហ៊ានម្នាក់នេះមានសិទ្ធិស្រឡាញ់នាងនៅហើយអ្នកនាងទៀតទេឥឡូវខ្ញុំលែងជាចៅហ្វាយលោកទៀតហើយណាលោកអង្គរៈ
ណារិនសើចតិចតិចដោយភាពកក់ក្ដៅគេចាប់ទាញស្មាលីដាមកក្បែរឬក៏បានអោបនាងពីក្រោយយ៉ាងថ្នមថ្នម បានអូនសម្លាញ់ចាប់ពីថ្ងៃនេះនឹងរហូតទៅបងសន្យាថានឹងធ្វើជាខ្នងបង្អែកជាអ្នកការពារនិងជាអង្គរៈបេះដូងរបស់អូនអស់មួយជីវិតទោះបីជាមានរឿងអីកើតឡើងក៏ដោយ អូនសន្យាដូចគ្នាថានឹងស្រឡាញ់ព្រមតែនៅក្បែរបងរហូតតទៅពួកគេទាំងពីរងាកមកសម្លឹងចំភ្នែកគ្នាដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរួចអោនថើបគ្នាយ៉ាងផ្អែមល្ហែមនៅកណ្ដាលពន្លឺព្រះអាទិត្យរៀបនឹងលេចពណ៌មាសយ៉ាងរ៉ូមែនទិកផងដែរ